បាទគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំ review តកតងទៅនឹងតូបលក់ចាប់ហួយរបស់ខ្ញុំសម្រាប់បងប្អូនដែលចង់បង្កើតណាអាជីវកម្មដោយខ្លួនឯងណាលក្ខណៈគ្រួសារហើយមុខរបរចាប់ហួយនេះគឺជាមុខរបរដែលពេញនិយមខ្លាំងមែនទែនអញ្ចឹងបងប្អូនដែលមានសមាជិកគ្រួសារដែលទំនេរអត់បានធ្វើការនៅខាងក្រៅអីគឺបងប្អូនអាចចាប់អារម្មណ៍ណាអាជីវកម្មមួយនេះពីព្រោះអីវាជាប្រភេទមុខរបរមួយដែលជួយបង្កើនចំណូលរបស់យើងជាប្រចាំឲ្យតែយើងមានពេលមានសុខភាពល្អគឺយើងបើកតូបទៅគឺមានអតិថិជនមកជួយគ្រប់គ្រងយើងណាបាទជាក់ស្ដែងដូចខ្ញុំនេះគឺទោះបីជាវាមិនបានច្រើនក៏ប៉ុន្តែក៏វាបានតក់ដែរជីវកម្មនេះគឺយើងមើលទៅថាស្រួលក៏ថាបានពិបាកក៏ថាបានណាបាទយើងបងប្អូនដែលចាប់អារម្មណ៍អាចណាបើកទៅរកទីតាំងដែលសមគួរមួយសម្រាប់បើកបាទយើងកុំបើកធំពេកណាព្រោះឯនៅពេលណាដែលយើងធ្វើតូបធំពេកយើងលក្ខណៈលក់ដូរបែបលក់រីបែបនេះគឺវាពិបាកហើយវ៉ាន់យើងតិចតូបយើងធំវាមើលទៅឃើញហើយវ៉ាន់យើងតិចណាតែបើសិនជាយើងបើករៀងតូចដែរយើងដាក់អីវ៉ាន់មកឃើញគឺមើលឃើញអីវ៉ាន់របស់យើងរៀងច្រើនអញ្ចឹងទៅអញ្ចឹងវាអត់មានអីលំបាកទេបងប្អូនសំខាន់ឲ្យតែយើងមានទីតាំង